ប្រកាសណាស់យើងនឹងប៉ះហើយគេក៏ប៉ះដែរអញ្ចឹងវាអត់មានអាណាគេខាតចំណេញទេបាទជាកិច្ចដំបូងសូមគោរពជំរាបសួរទៅកាន់បងប្អូនហើយបងសារៈអរគុណបងមែនទែនដែលបានផ្ដល់ឱកាសធ្លាប់តែឃើញវីដេអូរបស់បងធ្លាប់តែឃើញការចូលរួមរបស់បងហើយថ្ងៃនេះបានបងផ្ដល់ឱកាសទៅជែកគ្នានេះសូមរីករាយដែលបានទៅជែកហើយក៏ជាផ្នែកមួយដែលបងប្អូនយើងនឹងអាចពិចារណាបានដែរខ្ញុំគិតថាអាចនឹងមានកន្លែងខ្លះបងប្អូនយើងអាចរៀនសូត្របានហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាសុខសប្បាយហើយសុខភាពល្អផ្លូវចិត្តល្អក្នុងដំណាក់កាលនេះបាទរឿងនេះខ្ញុំប្រហែលជានិយាយបានត្រឹមសារទេប៉ុន្តែយើងនិយាយជាទូទៅទិដ្ឋភាពទូទៅពេលដែលមានបញ្ហាបិទច្រកព្រំដែននិយាយជារួមតាក់ទងជាមួយនឹងការរកស៊ីបាទប្រកាសណាស់យើងនឹងប៉ះហើយគេក៏ប៉ះដែរអញ្ចឹងវាអត់មានអាណាគេខាតចំណេញទេប៉ុន្តែវាមានតែអ្នកដែលត្រូវដូររបត់បាទមានការត្រូវដូររបត់រស់នៅគឺជារឿងសំខាន់ហើយខ្ញុំតែងតែបារម្ភថាខ្ញុំដើរតាមតំបន់ព្រំដែននឹងច្រើនឆ្នាំហ្មងតាមអូតាមអីនោះជួនកាលសិស្សខ្ញុំក៏នាំដើរលេងផងការដែលមិនទាន់មានបញ្ហាអញ្ចឹងណាខ្ញុំតែងតែបារម្ភថាតើពួកគាត់នឹងផ្លាស់ប្ដូររបត់រស់នៅបែបណាបាទខ្ញុំសិក្សាទៅលើខ្ញុំតាមពិតទៅគឺចង់សិក្សាទៅលើរឿងទាំងអស់ហ្នឹងបាទព្រោះអីយើងដឹងពីបញ្ហាហើយយើងមិនដឹងថាត្រូវនិយាយពីបញ្ហាអីទៀតប៉ុន្តែយើងចង់ដឹងថាតើឥឡូវបងប្អូនដែលបងប្អូនអាជីវករខ្លះខ្ញុំនិយាយចំណាយលុយរាប់$10,000ដើម្បីទៅទិញតូបទៅទិញកន្លែងទៅជួលដីទៅអីផ្សេងស្រាប់តែមានបញ្ហានឹងកើតឡើងគាត់ត្រូវបានផ្លាស់ប្ដូររបត់ហ្មងរបត់ខ្លាំងហ្មងបើសិនជាយើងឬក៏ខ្ញុំឬបងក៏ពិបាកនឹងការបត់ដែរអានឹងយើងនិយាយជារួមជាទិដ្ឋភាពទូទៅអញ្ចឹងផលប៉ះពាល់វានឹងមានប៉ុន្តែក៏ឃើញមានរដ្ឋាភិបាលចេញគោលនយោបាយនៅក្នុងការធ្វើឲ្យសេដ្ឋកិច្ចអ្នកតាមព្រំដែនឲ្យប្រសើរឡើងតែគាត់កំពុងធ្វើតាមដំណាក់កាលអានឹងជារឿងរបស់រដ្ឋាភិបាលដែលធ្វើប៉ុន្តែពីខ្ញុំទៅបើសិនជាយើងអាចចូលរួមចំណែកណាមួយនៅក្នុងការបង្កើតសេដ្ឋកិច្ចតាមព្រំដែនដែលជាអ្នកដែលមានផលប៉ះពាល់អាចធ្វើជាកន្លែងលក់ដូរអីណាមួយអីចឹងទៅជាបន្លែបកាផលិតផលកសិកម្មអីផ្សេងយើងមិនមែនតែសប្បាយរីករាយអរនៅហ្នឹងទេប៉ុន្តែវាជាការចូលរួមចំណែកមួយដូចជាផ្សារណាត់អីចឹងទៅរៀងរាល់ពេលដូចទៅអូថាអ្នកភ្នំពេញព្រួយបងប្អូនជនភៀសសឹកដែលរដ្ឋាភិបាលយើងផ្ដល់ផ្ទះបណ្ដោះអាសន្នឲ្យគាត់នឹងកំឡុងការយន្តការកំពុងដោះស្រាយនេះយើងអាចទៅចូលរួមគ្រប់គ្រងពួកគាត់វិញអញ្ចឹងអូថាយើងអាចនិយាយអាក្រក់ម៉ាត់យើងអាចយកលុយពីក្រុងទៅចាយនៅតាមជាដែនដែលគាត់កំពុងប៉ះពាល់អាហ្នឹងក៏ជារឿងមួយដែរចេញមកពីយើងចេញមកពីខាងសហគមន៍រៀបចំអាហ្នឹងជាការគ្រប់គ្រងមួយផ្នែកនៃអ្វីដែលរដ្ឋាភិបាលកំពុងដោះរឿងទី2តាក់ទងជាមួយនឹងរបៀបដែលយើងផ្ដល់ការរស់នៅឲ្យគាត់មិនត្រឹមតែអ្នកព្រំដែនដែលគៀកមែនទែនទេប៉ុន្តែកុមារដែលកំពុងតែនៅតំបន់ជំរុំភៀសសឹកប្រកាសណាយើងឃើញមានការគ្រប់គ្រងផ្សេងៗពីក្រសួងអប់រំយុវជននិងកីឡាទៅលើការបណ្ដុះបណ្ដាលហ្នឹងឃើញគាត់មានប្រព័ន្ធអីផ្សេងៗដើម្បីពង្រឹងអាហ្នឹងមួយផ្នែកពីយើងនេះទៅក៏យើងអាចរៀបចំជាកម្មវិធីឬក៏រៀបចំជាទស្សនកិច្ចសិក្សាផ្សេងៗដើម្បីជាការលើកទឹកចិត្តគ្រប់គ្រងពួកគាត់ឲ្យគាត់កុំមានអារម្មណ៍ឯកោព្រោះខ្ញុំនៅតែជឿជាក់ថាយើងអ្នកនៅកណ្ដាលក្រុងយើងអ្នកនៅកន្លែងដល់ឯងយើងពេលដែលមានបញ្ហាយើងក្រំគ្រាចិត្តប៉ុន្តែអ្នកខ្លះគាត់មិនអាចសឹងតែមិនអាចទាំងក្រមគ្រាចិត្តឬក៏ក្រមគ្រាចិត្តទាំងមិនដឹងថាត្រូវនិយាយមិនក៏ថាបានគាត់ត្រូវផ្លាស់ប្ដូររបស់នឹងការរស់នៅអញ្ចឹងការដែលយើងគ្រប់គ្រងតាមទម្រង់បែបហ្នឹងក៏ជាផ្នែកមួយសិក្សារឿងទាំងអស់ហ្នឹងគឺជារឿងសំខាន់ជាជាងយើងទៅដាក់បន្ទុកឲ្យគ្នាទៅវិញទៅមកអ្នកព្រំដែនរបស់គេក៏ប៉ះដែរហើយមិនត្រឹមតែអ្នកព្រំដែនទេអ្នករកស៊ីមួយចំនួនក៏ប៉ះដែរពួកអីអញ្ចឹងប្រទេសយើងអាចតែជាប្រទេសមួយដែលមិនទាន់មានឬក៏ខ្ញុំប្រើពាក្យមិនទាន់មានខ្ញុំអត់ប្រើពាក្យក្រព្រោះយើងអាចនឹងទៅល្អភាសាអញ្ចឹងយើងបើតែយើងមិនទាន់មានយើងយកលុយទៅទិញវាបានចំណេញទៅកាន់គេបាទអញ្ចឹងបើសិនជាយើងឈប់ទៅទិញគេបាទហើយយើងសុកយើងមកផលិតខ្លួនឯងហើយយើងដូរទិសដៅនឹងការទៅទិញអ្នកផ្សេងទៀតព្រោះឯកសារមួយចំនួននេះឃើញមកពីវៀតណាមឃើញមកពីម៉ាឡេអីច្រើនដែរសិង្ហបុរីអីច្រើនដែរអញ្ចឹងវាដូរទិសដៅអ្នកទិញកាលណាតែយើងមានលុយហើយយើងដូរទិសដៅដូរទំនិញដែលយើងទិញពីប្រទេសមួយប្រទេសហ្នឹងគឺទទួលផលជាអញ្ចឹងអាហ្នឹងហើយជារឿងដែលគេបារម្ភខ្ញុំមិននិយាយថាសេដ្ឋកិច្ចគេនឹងវាអន់ធ្លាក់ចុះដោយសារយើងទេបាទតែខ្ញុំនិយាយថាគេក៏ប៉ះដែរដូចមួយរយៈចុងក្រោយនេះទិន្នន័យដែលសារព័ត៌មានមួយចំនួនបានផ្សាយដូចជា$5,000 លាន4ទៅ$5,000 លានក្នុងរយៈកាលត្រឹមតែប្រហែលមិនទាន់មួយឆ្នាំពេញលេញនៃការប៉ះសេដ្ឋកិច្ចនេះផងអញ្ចឹង
តាមប្រទេសមួយកាលណាតែមានតំណែងតំណងដែលល្អក៏គឺអញ្ចឹងហើយអញ្ចឹងកាលណាតែយើងខ្លាំងប្រកាសណាថ្ងៃក្រោយយើងនឹងមានរបៀបចរចាជាមួយអ្នកដែលធ្លាប់មើលងាយយើងវិញអញ្ចឹងខ្ញុំត្រឡប់វិញថាសេដ្ឋកិច្ចសង្គ្រាមគឺប៉ះពាល់គុំថាឡើយខ្មែរនិងថៃប្រទេសផ្សេងក៏ប៉ះពាល់ដែរអញ្ចឹងត្រឡប់មកវិញអីដែលយើងអាចធ្វើបាននៅពេលនេះគឺការគ្រប់គ្រងអ្នកជីដែរព្រោះបងប្អូនយើងអ្នកដែលជួបប្រទេសច្រើនហើយបើបងមិនជឿប្រហែលជាបងមិនដែលធ្លាប់ជួបតែហ្នឹងខ្ញុំជួបច្រើនអ្នកហើយ 4-5 នាក់ខ្ញុំនៅភ្នំពេញនេះខ្ញុំអត់សូវជាបើកឡានឬក៏បើកអីខ្លួនឯងទេខ្ញុំជិះកង់3ខ្ញុំជិះអីផ្សេងគឺមានអ្នកជិះដែនមករត់ហ្នឹងគាត់ដូររបត់ហ្មងគាត់ថាបងអើយខ្ញុំអត់ស្គាល់ផ្លូវនៅពេញណាទេបងហើយខ្ញុំអ្នកបែកខាងនោះដូចគ្នាដែរខ្ញុំដឹងថាអ្នកតំបន់ហ្នឹងគឺមិនអត់សូវស្គាល់ទេអញ្ចឹងទៅនេះគាត់ត្រូវដូរមកហើយណាហើយពេលខ្ញុំអត់ដឹងមិនថាអូបើសិនជាជិះកង់3អស់ 4-5 នេះជូនគាត់20000ឬ30000ទៅមិនដឹងថាជួយមិនគឺជួយតាមរយៈខ្ញុំបាយហ្នឹងព្រោះដូរទាំងការរស់នៅដល់អីព្រោះគាត់ត្រូវបើអ្នកខ្លះមានបន្ទុកទៀតអាហ្នឹងខ្ញុំនិយាយតាក់ទងនឹងរឿងទៅក្រៅហ្មងមើលឃើញភាពជាក់ស្ដែងហ្មងអញ្ចឹងវាប៉ះពាល់ហើយនៅក្នុងស្នាដៃផ្សេងក៏គេផលិតដែរហើយបូកទាំងខ្ញុំទាំងគេក៏បានអានមួយចំនួនដែរក៏ឃើញមានតែរបៀបក្នុងការបត់មិនហើយក៏ខ្ញុំនិយាយនេះស្មោះត្រង់ទៅប្រហែលជាមានអ្នកស្ដាប់ផ្សេងក្រៅពីមុំរបស់ខ្ញុំនិយាយប៉ុន្តែទាំងអ្នកនយោបាយក៏ដោយទាំងអ្នកអីក៏ដោយមើលមកខ្ញុំឲ្យចំគឺខ្ញុំនិយាយនៅក្នុងន័យមួយជាផលប្រយោជន៍ជាតិហើយតាំងពីដើមមកខ្ញុំធ្វើផលប្រយោជន៍ជាតិហើយខ្ញុំក៏សិក្សាអំពីរបៀបដែរអ្នកលក់ស្វាយតែងតែចង់ឲ្យអ្នកទិញស្វាយមានអញ្ចឹងដូចខ្ញុំនិយាយកន្លែងមួយខ្ញុំថាអ្នកនយោបាយគេមានទីផ្សារនយោបាយរបស់គេនិយាយអញ្ចឹងបើខ្ញុំមានទីផ្សាររបស់ខ្ញុំនិយាយគឺទីផ្សាររបស់ខ្ញុំគឺប្រជាជនខ្មែរខ្ញុំនិយាយឲ្យប្រជាជនខ្មែរស្ដាប់ហើយបានអីអត់មានបានអីទេការគ្រប់គ្រងមិនគ្រប់គ្រងអីក៏ដោយអាស្រ័យលើគាត់ប៉ុន្តែបើអ្នកនយោបាយខ្លះឬក្រុមខ្លះឬអីខ្លះគេមានសេនាយោរបស់គេផ្សេងប៉ុន្តែបើចំពោះខ្ញុំតាំងពីដើមមកបើបងមិនជឿទៅមើលប្រវត្តិខ្ញុំធ្វើការងារសង្គមរាប់ឆ្នាំហើយ10ឆ្នាំជាងហើយតាំងពីធ្វើការងារជាមួយយុវជនរករ៉ាដល់រេរ៉ាដល់លើនេះក៏នៅរករ៉ាដែរប៉ុន្តែយើងធ្វើការងារក្រោមរូបភាពមួយដែលយើងឃើញស្នាមញញឹមយើងមានបើធ្វើការងារសង្គមអស់ហើយយើងអត់មានសន្តិភាពផ្លូវចិត្តយើងទៅធ្វើអីព្រោះពាក្យថាការងារសង្គមឬក៏អ្នកនយោបាយជាជនសប្បុរសជាអ្នកដែលមានទឹកចិត្តហើយបើយើងទៅធ្វើហើយយើងមិនសន្តិភាពផ្លូវចិត្តធ្វើទៅមានតែឆ្លោះតែតែងគ្នាហ្នឹងអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្្នេះបងបាទអរគុណបងអរគុណបាទបាទអរជ័យសុខ